មានហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍គឺបុកគោគ្នាតែម្ដងបាទបុកទួនគ្នាតែម្ដងគឺរវាងម៉ូតូ2គ្រឿងម៉ូតូ Scoopy 1គ្រឿងម៉ូតូ Vespa 1គ្រឿងនិងកង់3 1គ្រឿងបណ្ដាលឲ្យមានមនុស្ស4នាក់រងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនេះគឺជាកង់3បាទឥណ្ឌាហើយម៉ូតូម៉ូតូ Scoopy ដល់ផ្លាំងនោះបាទអូយបាទនេះម៉ូតូបាទថាធ្ងន់2ស្រាល1បាទប៉ុន្តែជាក់ស្ដែងគឺទៅពេទ្យទាំងអស់តែម្ដងបាទគ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចំណុចផ្លូវ R6 ដែលស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌភ្នំពេញនេះគឺជាម៉ូតូ Scoopy ពណ៌ខ្មៅមួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ 1LU 1622បាទគឺខូចខាតផ្នែកខាងមុខយើងអត់ទាន់ដឹងថាម៉ូតូមកពីណាទេហើយកង់3បាទកលាប់ផ្ងាជើងតែម្ដងហើយមិញនេះគឺក្រុមគ្រួសារសាច់ញាតិគាត់មកហ្នឹងគឺម្ចាស់កង់3បាទគឺគាត់របួសធ្ងន់ខ្លាំងមែនទែនអូនគាត់អ្នកបើកកង់3ឬក៏ម៉ូតូកង់3បងអញ្ចឹងអូអត់អីទេបងអត់អីឲ្យប៉លិសឲ្យពេទ្យគេជួយសង្គ្រោះសិនអូនឯងបើកស្រោបទិគ្នាជាមួយនឹងកង់3ឥណ្ឌាហ្នឹងហើយបន្ទាប់មកអ្នកណាបុកអ្នកណាមុនគឺពីនេះបុកកង់3ហ្នឹងហើយប៉ើងមកខ្ញុំយ៉ាងអូអញ្ចឹងមិនន័យថា Scoopy ហ្នឹងគឺបុកចំពាក់កណ្ដាលកង់3ហ្នឹងហ្មងអត់ដឹងថាចំកណ្ដាលឬក៏ពីណាដឹងថាកង់3កណ្ដាលមុខខ្ញុំយ៉ាងអញ្ចឹងបុកកង់3ហើយបានផ្លោមកត្រូវអនឯងហ្នឹងហើយចុះក្បាលទៅត្រូវអីបងខ្ញុំអូខ្នល់ក្បាលអូខ្នល់ហ្នឹងហើយថ្នាំដុសធ្មេញយឺនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែជាលើកដំបូងកាហ្វេ 4 in 1មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាលក់លៀងឃ្លាំងពីសុនស៊ីម៉េកូបញ្ចុះតម្លៃរហូតដល់ 50% រាល់ការទិញគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទសម្ភារៈផ្ទះបាយទូរស័ព្ទដៃនិងគ្រឿងសង្ហារិមពីក្រុមហ៊ុនសុនស៊ីម៉េកូនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% ភ្លាមអនុវត្តចាប់ពីថ្ងៃទី1ដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025នេះតែប៉ុណ្ណោះរស់ឡើងកុំឲ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅឲ្យសោះគ្រប់នឹងឲ្យជំរាបសួរប្រិយមិត្តទស្សនិកជនដែលនិយមនឹងតាមដានរសការផ្សាយរបស់អង្គភាពវិទ្យុគណៈពេលនេះខ្ញុំបាទមីស្ទ័រកាកំពុងតែមានវត្តមាននៅត្រង់ចំណុចផ្លូវ R6 ដែលស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញនៅវេលាម៉ោងប្រមាណជាង3ទៀបភ្លឺត្រូវនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025យើងនេះគឺមានហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍គឺបុកគោគ្នាតែម្ដងបាទបុកទួនគ្នាតែម្ដងគឺរវាងម៉ូតូ2គ្រឿងម៉ូតូ Scoopy 2គ្រឿងម៉ូតូ Scoopy 1គ្រឿងម៉ូតូ Vespa 1គ្រឿងនិងកង់3 1គ្រឿងបណ្ដាលឲ្យមានមនុស្ស4នាក់រងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យអាចជួយគាត់បានទេលោកគ្រូអូជួយគ្នាបងនេះចាស់ហើយមកកំតាំងហើយបងបាទឥឡូវនេះក្រុមគ្រូពេទ្យគាត់បានជួយហើយអូនជួយមើលមួយជួយលើកទៅប៉ែតជួយលើកទៅប៉ែតអូនមីងអត់អីមីងឡើងលើឡានប៉ែតជួយកូនមីងអត់អីទេអូនអត់អីទេយកប៉ាល់មកបងកំតន់អាទុកបងគួរកលាផុតមកហើយបងឲ្យប៉ែតគេលើកសិនបងអត់បុកមួយអីមួយកង់3អង3គេទៅហើយបងបុកមួយនោះមីងឡើងឡានប៉ែតមីងគាត់អត់បងចាក់កង់3ឬមួយក៏អ្នកជិះម៉ូតូបងអូគាត់អ្នកលបួនគាត់កង់3គាត់មកចាក់កង់3ដែរអ៊ំបងគាត់មកចាក់កង់3ដែរបងគាត់មកចាក់កង់3អូនគាត់អ្នកបើកកង់3ឬក៏ម៉ូតូកង់3បងកង់3បងអញ្ចឹងបាទកង់3គាត់អូអត់អីទេបងអត់អីឲ្យប៉លិសឲ្យពេទ្យគេជួយសង្គ្រោះសិនអូនសំខាន់មើលតែកង់3ហើយនឹងម៉ូតូទៅណារឿងអ្នកសង្គ្រោះពេទ្យគាត់មកសង្គ្រោះហើយអូនមានដង្ហើមទេបងមានបាទប្រិយមិត្តជនឥឡូវនេះយើងមិនដឹងថាផ្លូវ R6 នេះគាត់បើកម៉ូតូយ៉ាងម៉េចកង់3បុកយ៉ាងម៉េចទេមកដល់ថ្នាក់ខ្ចាយមនុស្សទាំង2នាក់តែម្ដងបាទឥឡូវនេះក្រុមគ្រូពេទ្យបានមកធ្វើការសង្គ្រោះគាត់ហើយបាទនៅក្នុងសង្កាត់ស្រះចកបាទខណ្ឌដូនពេញគ្រឿងគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរហូតដល់មានមនុស្សបាទធ្ងន់នឹងស្រាល3នាក់នៅត្រង់ចំណុចផ្លូវ R6 ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញឥឡូវនេះ
បាទនេះគឺជាកង់3បាទឥណ្ឌាហើយម៉ូតូបាទម៉ូតូស្គូពីដល់ផ្លាំងនោះបាទអូយលោកបាទនេះម៉ូតូបាទថាធ្ងន់2ស្រាល1បាទប៉ុន្តែជាក់ស្ដែងគឺទៅពេទ្យទាំងអស់តែម្ដងបាទគ្រូថ្នាក់ចរាចរណ៍នៅត្រង់ចំណុចផ្លូវ R6 ដែលស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌភ្នំពេញនេះគឺជាម៉ូតូស្គូពីពណ៌ខ្មៅមួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ 1LU 1622បាទគឺខូចខាតផ្នែកខាងមុខយើងអត់ទាន់ដឹងថាម៉ូតូមកពីណាទេហើយកង់3បាទកលាប់ផ្ងាជើងតែម្ដងហើយមិញនេះគឺក្រុមគ្រួសារសាច់ញាតិគាត់មកហ្នឹងគឺម្ចាស់កង់3បាទគឺគាត់របួសធ្ងន់ខ្លាំងមែនទែនហើយឥឡូវនេះបាទនៅមានដង្ហើមទេបងប្អូនបាទគឺមិញទីពេទ្យគឺយកបាន2ហើយឥឡូវនេះមកយកមួយទៀតគឺ3បាទហើយសង្ឃឹមថាពួកគាត់អត់អីចោះបាទមិញហ្នឹងគឺបាត់មាត់បាត់កឈឹងហ្មងបាទហើយនេះកង់3បាទកលាប់ផ្ងាជើងមែនទែនបាទដែលពាក់ស្លាកលេខភ្នំពេញ1 JU បាទ91 92បាទ1 JU 91 92បាទអត់លឺសូនគេនិយាយដែរគេនិយាយថាម៉េចគេនិយាយថាបុកផ្លោងតគ្នាមិនខ្ញុំស្ដាប់អត់បានបុកផ្លោងតគ្នាវិញបុកផាស្អែបហើយផ្លោងមិនត្រូវ Vespa អូបាទលបួសទាំងស្គូពីលបួសទាំង Vespa ទៀតបាទ Vespa លបួសក្នុង3ក្បាលអូអរគុណច្រើនអរគុណបាទនេះអត់តស៊ូពួកនេះបើចាំតិចសិនណាបាទបងបាទតែមនុស្សរបួសធ្ងន់2ស្រាលមួយបងណាបាទអញ្ចឹងទៅពេទ្យទាំងអស់បងណាបាទទៅពេទ្យទាំងអស់ជាចាក់ស្ដែងបងម៉ូតូហើយនឹងកង់3ហ្នឹងប៉ះជាមួយគ្នាតែពីរហ្នឹងឬមួយក៏ប៉ះមួយអីផ្សេងទៀតមកវិញចាក់ស្ដែងយើងឃើញម៉ូតូ2គ្រឿងហើយនៅប៉ះខ្សែ1បាទបងទទួលបានព័ត៌មានបាត់ធំឯនៅកន្លែងគាត់ឲ្យគាត់បើកក្នុងលបឿនយ៉ាងម៉េចដែរបងតែមិញហ្នឹងមកថាពួកពីរយ៉ាងលឿនតែយើងច្បាស់ចាំមើលបាទទីសិតសួរគេច្បាស់បើអ្នកនៅឃើញហេតុការណ៍បើច្បាស់ជាងខ្ញុំមកក្រោយខាត់ដែរណាបាទបងបាទអញ្ចឹងសរុបទាំងអស់3គ្រឿង3ផាសែត1ហើយយើងម៉ូតូ2អូទៅស្ប៉ា1ហើយ2 1អញ្ចឹងបានន័យថាប៉ះបានន័យថាប្រភពបាក់ធំគឺម៉ូតូ2គ្រឿងគាត់បើកស្របគ្នាឬមួយក៏យ៉ាងម៉េចបងហើយបានម៉ូតូកង់3ប៉ះមួយគ្នាដែរខ្ញុំអត់ច្បាស់ហើយកុំនេះវាអត់ច្បាស់បងបាទគ្រប់អរគុណបងអរគុណបាទនេះគឺជាការបាទប្រិមជនបាទនេះមិញថាដោយ Vespa ហ្នឹងអូនអីអូន Vespa ហ្នឹងមែនបុកគ្នាហ្នឹងមើលបងសុំសួរតិចអាបងប្រុសអូនណាអូខេបងចង់ដឹងសាច់រឿងដំបងតើដើមតងណៃជិះម៉ូតូ Vespa របស់បងឯងហ្នឹងមកពីណាខ្ញុំមកពីខាងណោបាទហើយចុះម៉ូតូស្គូពីហ្នឹងប្រហែលជាមកពីខាងដែរអញ្ចឹងហើយចុះកង់3ស្របមួយខ្ញុំអូអញ្ចឹងបានន័យថាអូនឯងបើកស្របគឺគ្នាជាមួយនឹងកង់3ឥណ្ឌាហ្នឹងហើយបន្ទាប់មកអ្នកណាបុកអ្នកណាមុនស្គូពីនេះបុកកង់3ហ្នឹងហើយប៉ើងមកខ្ញុំយ៉ាងអូអញ្ចឹងបានន័យថាស្គូពីហ្នឹងគឺបុកចំពាក់កណ្ដាលកង់3ហ្នឹងហ្មងអត់ដឹងថាចំកណ្ដាលឬក៏ពីណាដឹងថាកង់3កណ្ដាលមុខខ្ញុំយ៉ាងអញ្ចឹងបុកកង់3ហើយបានផ្លោងមកត្រូវអូនឯងហ្នឹងហើយបធោហើយចុះក្បាលទៅត្រូវអីបងប្អូនខ្ញុំអូសខ្នល់ក្បាលអូសខ្នល់ហ្នឹងហើយមានពាក់មួកអត់មិញអត់ទេហើយមិនពាក់មួកវិញខ្ញុំចេញពីញ៉ាំអីហ៎បើពាក់មួកមិញក្បាលអូនឯងប្រហែលជាអត់បែកទេហ្នឹងហើយអញ្ចឹងមិនន័យថាវាមុខខ្ញុំវាអត់បែកអត់អីគ្រាន់តែវាអូសខ្នល់លបួសស្អាតស្បែកដែរអត់អីអញ្ចឹងមិនន័យថាអូនឯងហ្នឹងជីអមទឹមជាមួយនឹងកង់3ហើយម៉ូតូហ្នឹងមកបុកជាមួយនឹងពីនំមកទឹមទេតែពេលហើយចិត្តដល់អាផ្លូវបត់នេះ Fast App រៀងលឿនជាងខ្ញុំបន្តិចណាបាទហ្នឹងគ្រាន់តែវ៉ាខ្ញុំមកបន្តិចមកលេងប៉ើង Fast App ហ្នឹងមកដោយទាំងអូនឯងទៅទៀតហ្នឹងហើយចុះម៉ូតូលឿនដល់កម្រិតណាមកដោយទាំងអូនឯងដែរមើលអត់តន់ទេអាស្គូពីហ្នឹងអូអូនឯងមកចាស់ម៉ូតូ Vespa ហ្នឹងមែនបាទអូនឯងអាចប្រាប់ហេតុការណ៍ម្ដងទៀតមកម៉ូតូបើកលឿនយ៉ាងម៉េចកង់3បើកយ៉ាងម៉េចបានរហូតបុកគ្នាមកប៉ើងមកបុកអូនឯងមួយទៀតFast កង់3នេះខ្ញុំអាស្គូពីនេះខ្ញុំដឹងថាលឿនទេព្រោះខ្ញុំអត់ឃើញទេខ្ញុំដឹងតែកង់3ហ្នឹងប៉ើងមកខ្ញុំយកហ្មងប៉ើងមកបុកម៉ូតូអូនឯងហ្មងហ្នឹងហើយអញ្ចឹងអូនឯងដឹងកង់3បើកពីណាមកកង់3ស្របមួយខ្ញុំទេស្របបាទស្របមួយខ្ញុំតែគាត់នៅរៀងមុខខ្ញុំបន្តិចយល់អត់ហ្នឹងហើយដល់ពេលគាត់អាស្គូពីនឹងបុកកង់3ហ្នឹងទៅប៉ើងមកខ្ញុំជិះយកអូឥឡូវជាបាត់ធំមនុស្សរបួសប្រហែលអ្នកនៅកន្លែងកាត់ហេតុមិញនឹងផ្ទះខ្លួនឯងមិញ3អ្នកស្គូពីនេះត្រូវធ្ងន់ហើយពូផាសែននេះធ្ងន់ដែរតែខ្ញុំ2អ្នកខ្ញុំជិះ2អ្នកអត់អីទេស្រាលទេអញ្ចឹងបានន័យថាសរុបទាំងអស់វាចូល5អ្នកហើយរបួសហ្នឹងបាទអញ្ចឹងបានន័យថាស្រាល3អ្នកធ្ងន់2អ្នកធ្ងន់3ធ្ងន់2ផាសែនស្រាល2អ្នកខ្ញុំជិះ2អ្នក4អ្នកទាំងអស់ចឹង
នឹង តោ2 វល់ វល់ហើយ តោ2ថាស្អែបមួយខ្ញុំដឹងតែប៉ុណ្្នឹងឯងហើយខ្ញុំជី2នាក់ នៅអូនទៅពេទ្យសិនទៅមើលមុខឡើងលបួសហើយទៅពេទ្យសិនទៅបើ បាទអី ទៅពេទ្យទៅណា ព្រោះខ្ញុំនៅចង់ដោះស្រាយម៉ូតូហ្នឹងសិនព្រោះខាងខ្ញុំស្រាលទេតែគាត់2នាក់នេះគាត់ធ្ងន់ ហ្នឹង អញ្ចឹងខ្ញុំអាចនឹងវាថាដោះស្រាយធ្វើរៀងខ្លួនអីរៀងខ្លួនអញ្ចឹងណាតើខ្ញុំធ្វើខ្លួនឯងអញ្ចឹងណា អាហ្នឹងអូនឯងតសួរសមត្ថកិច្ចអូនណាតសួរសមត្ថកិច្ចបងមានសិទ្ធិអាកាត់ទេ បាទបងច្រើនណាស់បងអរនេះ ចាំស្គូពីបានដឹងអញ្ចឹង នេះហើយ Vespa បងប្អូនបាទ Vespa នេះបងប្អូនបាទ Vespa បាទហើបមកហើយហ្នឹង ដៃគាត់ជិះ ហើយ តូននេះដល់តោនបាទ Vespa គាត់ដល់តោននោះបាទនឹងស្រាប់ហើយអ្នកជិះ Vespa បាទតតោនហើយគាត់ថាជិះគ្នា2នាក់បាទស្របទិសគ្នាជាមួយនឹងកង់3នេះហើយធ្វើឲ្យមានមនុស្ស4នាក់មិនមែន3ទេណាគឺ4បាទស្រាល2បាទធ្ងន់2បាទត្រូវបានជូនទៅទីពេទ្យកង់3នេះគាត់ធ្វើដំណើរតាមបណ្ដោយផ្លូវ R6 ក្នុងទិសដៅរបស់គាត់ពីពីជើងបាទពីជើងទៅត្បូងហើយចំណាយឯម៉ូតូវិញណោះបាទពីនោះមកណោះពីកើតបាទពីកើតមកលិចវមកភឹងបុកកង់3កលាប់ហើយមកប៉ះត្រូវស្គូពីបាទហើយក៏ត្រូវបានរងរបួសធ្ងន់ទាំង2នាក់តែម្ដងគឺកង់3ហើយនឹងម៉ូតូស្គូពីនេះបាទត្រូវបានបញ្ជូនទៅទីពេទ្យភ្លាមៗផងដែរជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនឹងអញ្ចឹងទួនាទីនេះបកគូលជូនទៅខាងសមាជិកជំនាញលោកធ្វើការបន្តជាតិអរគុណ Premision ខ្ញុំបាទ Mr. K រួមដែលលោកត្រាក៏សូមលំអរកាយគ្រប់លានេះគ្រាន់តែជាព័ត៌មានធម្មតាដែលយើងទទួលបានទេគឺមានករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តបន្ទយគ្នារហូតដល់មានមនុស្សបាទ2ទៅ3បាទសរុបទាំងអស់4នាក់នៅកន្លែងកាត់ហែនេះគឺរងរបួសបាទគឺ2ស្រា2បាទធ្ងន់2ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យអរគុណ